គឺមិនទាន់អាចជួយបានទេតលតែអីទេគឺយកឈាមខ្ញុំមកលាយជាមួយនឹងថ្នាំនេះឥឡូវសូមសម្លាប់ខ្ញុំទៅចាំមើលណាយើងនឹងពឹងអំណោយឲ្យដាក់អំពើពួកវាឲ្យឈឺដល់ស្លាប់ចុះទើបសំចិត្តទៅយើងតើឯងអាចធ្វើអីយើងបាននោះចូលបានហើយក៏មុខជាបំផ្លាញបានដែរគឺក្បាលខ្មោចនេះនោះអីយ៉ាងម៉េចដែរក្រាញ់បេះដូងនាងទុកនៅទីនេះមែនទេអើយថាម៉េចកុំឲ្យសោះណាអើយរៀងនាងគង់និងកណ្ដុរសនាទីនអំពីនារីក្រមុំម្នាក់ស្អាតណាស់នាងឧស្សាហ៍ចិត្តល្អកតញ្ញូចេះគោរពអ្នកដទៃក៏ប៉ុន្តែនាងក៏ល្បីថាមានរឿងមួយនោះគឺនាងឲ្យតែបានជួបកណ្ដុរដឹងតែសន្លប់ហើយផ្ទាំងដូចជាអញែញ៉ៃណាវ៉ៃចិត្តមានបនទៀនផងម៉ែវាតណាអញ្ចេះម៉ែវាអើយប៉ោះម៉ែមិននៅទេមុននេះម៉ែបានទៅផ្ទះជាម៉ាច់បាត់ហើយម៉ែកូនឯងទៅផ្ទះយាយម៉ាចធ្វើអីកូនគឺទៅសុំចែកក្របការឈឹករត់នឹងណាប៉ោះបើអញ្ចឹងកូនឯងជួយបោសផ្ទះផងណាចិត្តដល់បនទៀនហើយបោសសម្អាតឲ្យស្អាតទើបមានសេរីចាប់ប៉ោះទុកចិត្តលើកូនចាស់កូនឯងធ្វើតាមស្រួលចុះណាពុកតកាប់អាស័យធ្វើឈ្នៀងសិនចាប់ប៉ោះស្រីគង់បានចាប់កាន់អំបោះសម្អាតមុខផ្ទះក្រោយផ្ទះហើយចុងក្រោយគឺសម្អាតនៅក្នុងបន្ទប់ចាស់មួយនៅក្នុងផ្ទះរបស់នាងអេកងអើយកងអញប៉ាត់ជាប្រកាយមែនគឺនៅមួយនេះទៀតរួចហើយឡា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 ខណៈដែលស្រីគង់កំពុងតែបោះបន្ទប់និងច្រៀងនោះចៅណាមក៏បានដើរមកនិងបាននិយាយថាគ្រាន់តែបោសផ្ទាំងក៏ប៊ីសតែបានមកបាត់ដែរណោះស្រីស្អាតចៃណាមបានដើរទៅចិត្តបន្តិចរួចក៏បាននិយាយថាសួស្ដីនាងហើយកំពុងធ្វើអីហ្នឹងតើនាងកំពុងបោសសម្អាតផ្ទះឬក៏សម្ដែងល្ខោនយីគេទេដឹងណែគ្មានពាក់ព័ន្ធនឹងលោកទេកុំមកចេះណែតិចគប់មួយដំបងឥឡូវហើយហីអីក៏កាចម្លេះហ្នឹងស្រីឆ្នះចេះខ្ញុំកាច់ដាក់តែមនុស្សឆ្លើយទេថាទៅពុំមាននឹងមិញនុតមានកូនកំមុំស្អាតដល់ហើយទាស់តែថាឆ្នះអើយឆ្នះជារឿងរបស់ខ្ញុំទេកុំកាចពេកបើកាចអញ្ចឹងតិចតដឹងយកធ្វើប្រពន្ធស្អែកខាងស្អែកឥឡូវហ្នឹងហើយស្រីស្រស់កុំបានតែសម្ដីណែបើហ៊ានកញ្ចោលម៉ែតែខ្ញុំថាមនុស្សដូចជានេះណាគ្មានហ៊ានចូលមកដល់ចាស់ទុំអីទេហេតុអីថាមិនហ៊ាននោះព្រោះខ្លាចពុកខ្ញុំកាច់នោះអីណែបរោះឆ្លើយប៉ះពុកខ្ញុំកាច់ណាមុខជីកិច្ចចេញមិនខានទេចាំតើមើលចុះខ្ញុំស្ដីប្រកាសណាស់កុំភ្លេចសម្ដីខ្លួនឯងផងណាថាហើយនាងកុំប្រកែកឲ្យសោះចេះម៉ាត់ណាម៉ាត់ហ្នឹងចៃណាមត្បិតថាចង់ញោះតែគាត់លួចស្រឡាញ់ស្រីគង់យូរណាស់មកហើយគ្រានោះគាត់បានដើរចេញទាំងរំភើបចំណែកស្រីគង់ក៏បានសម្អាតបន្តរួចចោះត្រង់នេះមិនក៏រញ៉េរញ៉ៃម្លេះណោះអេឈប់សិនតើប្រអប់នេះជារបស់អីហ្នឹងស្រីគង់គិតថាយកប្រអប់នោះទុកដាក់ឲ្យមានរបៀបតែមិនប្រយ័ត្នក៏បានធ្វើឲ្យធ្លាក់និងមានកណ្ដុរមួយក្បាលនៅក្នុងនោះផងដែរអើយហើយកណ្ដុរហើយកណ្ដុរធំណាស់ជួយផងម៉ែជួយកូនផងហើយកូនខ្លាចណាស់កណ្ដុរគឺជាសត្វដែលស្រីគង់ខ្លាចបំផុតនាងភ័យរហូតដល់លុះព្រលឹងនិងបានដួលសន្លប់តែម្ដងស្លាប់ហើយខ្ញុំគ្រាន់តែជាកណ្ដុរសោះមិនក៏ខ្លាចយ៉ាងនេះអោទេវតាអើយតើនេះជាគូព្រេងខ្ញុំមែនទេតើនាងជាគូខ្ញុំយ៉ាងម៉េចបានទៅគ្រាន់តែឃើញខ្ញុំភ្លាមស្លាប់ភ្លេតអញ្ចឹងនោះកណ្ដុរនេះគឺជាព្រះបុត្រាមួយអង្គតែថាទ្រង់ត្រូវបណ្ដាសាតាំងតែពីកើតមកម្លេះមានតែវិធីម្យ៉ាងប៉ុណ្ណោះដែលកណ្ដុរអាចប្រែរូបមកវិញនោះគឺស្នេហាស្មោះស្ម័គ្របរិសុទ្ធមើលទៅខ្ញុំគ្មានសង្ឃឹមខ្លាចជាមនុស្សវិញបានទេបើនារីម្នាក់នេះគ្រាន់តែឃើញក៏លុះព្រលឹងអញ្ចឹងនោះពុំមានមិញមុតផងដែរក៏បានត្រឡប់មកដល់ផ្ទះវិញតែពួកគាត់ហាក់ដូចជាឆ្ងល់ណាស់ព្រោះផ្ទះដូចជាស្ងាត់ជ្រងំពេកហើយ
កន្លងមកកូនស្រីមិនដែលធ្វើឲ្យស្ងាត់ផ្ទះទេបើមិនច្រៀងក៏សូត្រកំណាព្យតែថាទៅលើកនេះមិនក៏ស្ងាត់ល្អម្ល៉េះ សង្ស័យតែគេងលក់ហើយមកទៅនោះពុកវាកុំឆ្ងល់ពេកអី ហេតុថាហត់ពេកពូមានមិញមុតបានចូលទៅក្នុងផ្ទះតែភ្លាមនោះស្រាប់តែគាត់បានសម្គាល់ឃើញថាស្រីគុំកំពុងតែសន្លប់ទៅហើយ អើយពុកវាអើយពុកវាឯងមើលចោះកូនយើងកំពុងតែសន្លប់ហើយក ូនស្រីកូនកាតអីហ្នឹងដឹងខ្លួនឡើងកូន កណ្ដោះបានពួនក្បែរនោះនឹងបាននិយាយថា ពូមីងកុំបារម្ភអីនាងបន្តិចទៀតដឹងខ្លួនឡើងវិញហើយ ប៉កម៉ែកណ្ដោះមានកណ្ដោះណែ មានកដុលមែនទេមានន័យថាកូនសម្អាតផ្ទះឃើញកដុលមែនទេព្រះអើយកូនខ្លាចកដុលតាំងតែបន្ទោចមកម្លេះមិនក៏បែកជាមកជប់កដុលទៅកើតនោះ មិនអីទេកណ្ដុលវាទៅបាត់ហើយកូនកុំខ្លាចអីណាហើយមិនដឹងថាជំងឺខ្លាចកណ្ដុលនេះអាចព្យាបាលបានឬក៏អត់ទេថ្ងៃមុខនោះ មកម៉ែគ្រាកូនទៅសម្រាកណា និយាយអំពីចៃណាមវិញពិតជាគ្រប់តាមការសន្យាពិតមែនមើលចោះស្អែកឡើងគាត់បានយកចំនួនខ្លះមកជាមួយហើយ ជំរាបសួរពូជំរាបសួរមីងល្អហើយនៃចៅណមហើយចុះថ្ងៃនេះមកមានការអីដែរបានជាមានចំនួនមកជាមួយថែមទៀតអញ្ចឹងនោះព្រោះខ្ញុំចង់មកស្ដីតដឹងអូនគង់ណាពូ ស្ដីទៅដឹងមែនទេនឹងមិញមិនកណាញ់កូនទេតែកូនមិញនៅក្មេងណាស់មិនចេះអត់ធ្មត់គ្មានកំណត់ចាស់ទុំទេណាក្មួយ មិនអីទេមីងខ្ញុំអាចទទួលយកបានក្មួយជាមនុស្សល្អគ្រួសារក៏ថ្លៃថ្នូរក៏ប៉ុន្តែពេលនេះនាងកំពុងតែឈឺសុំទោសណាក្មួយអាចមកពេលក្រោយបានទេ ក្មួយក្មួយកំខឹងណានិយាយត្រង់ទៅមិញមិនតន់ចង់ឲ្យកូនស្រីមិញមានប្តីទេព្រោះនាងនៅក្មេងណាស់1ឆ្នាំ2ឆ្នាំទៀតទៅល្អណា ស្អីគេនិយាយគ្នាហើយថានឹងព្រមយកខ្ញុំចុះមិនថ្ងៃនេះរត់កិច្ចអញ្ចឹងនោះពិតជាខ្មាស់គេមែនអញក្មួយល្អស្អីហ្នឹងគឺអត់មានល្អអីណាពូមីងបើអញ្ចឹងខ្ញុំលាទៅវិញសិនហើយបាទសំណាងល្អណាស់ក្មួយ នេះចៃណោមខឹងណាស់ព្រោះតែអាម៉ាស់មុខពេលនេះគាត់បានដើរចេញទាំងមានគំនុំនៅក្នុងចិត្តផងដែរ ចាំមើលណាយើងនឹងពឹងអំណោយឲ្យដាក់អំពើពួកវាឲ្យឈឺដល់ស្លាប់ចុះទើបសំចិត្តយើង ពុកម៉ែមុននេះអ្នកណាគេមកមែនទេ គឺចៅណាមនឹងណាគេចង់បានកូនតែម៉ែមិនលើកឲ្យទេ ហេតុអីទៅម៉ែម្សិលមិញគេបានសន្យាថា ថាអីទៅកូនណែកូននៅក្មេងពេកនឹងណាទើបម៉ែមិនតន់ចង់លើកកូនឲ្យទៅអ្នកណានោះទេ ត្រូវហើយម្យ៉ាងពុកក៏មើលដឹងដែរថាគេមិនមែនជាមនុស្សល្អទេណាកូនស្រី កូននៅក្មេងមិនតន់មើលដឹងថាអ្វីល្អនឹងស៊ីជម្រៅនោះទេណាជឿម៉ែចោះម៉ែនឹងពុកចង់ឲ្យកូនល្អទេ ចាកូនយល់ហើយណាពុកម៉ែចៃណាមពិតជាខឹងមែនហើយគាត់មិនចាំស្អែកទេពេលនេះគាត់បានទៅផ្ទះរបស់មីងណយហើយនៅផ្ទះមីងណយអតីតសង្សារពូមាន អ្នកឯងមកធ្វើស្អីដែរទៅអាក្មួយចំលើយ អំណោយសុំអ៊ំកុំតន់ជេរអីបានទេខ្ញុំមានរបស់មកផ្ញើ ក៏ឡងមករើសអើងយើងណាស់ថាអ៊ំនេះវាក្រីក្រមុខក៏មិនមើលហើយក៏មិនតបហើយចោះថ្ងៃនេះមានចិត្តអីម្លេះហ្នឹង ព្រោះខ្ញុំមានរឿងចង់ឲ្យអ៊ំជួយហ្នឹងណាអ៊ំ និយាយមកតើមានរឿងអី គឺពូមាននឹងមិញមុតនោះអីមិនព្រមលើកកូនស្រីឲ្យខ្ញុំសោះខ្ញុំស្អប់ពួកគេណាស់ហេតុនេះមីងជួយដាក់អំពើឲ្យពួកគេឈឺរ៉ាំរ៉ៃឲ្យអស់ទៅ គឺពួកវាសោះបានចាំយើងជួយឯងចោះព្រោះយើងក៏ស្អប់អាប្រុសក្បត់នោះដែរពួកឯងត្រូវទៅសងយើងវិញ អូហូតាមពិតមានគំនុំស្នេហាត្រីកោណសោះព្រះហើយចាស់ក៏អំណោយដែរណោះស្នេហាកាច់កង់ញាក់សាច់ត្មង បិទមាត់ទៅហើយយកទឹកនេះទៅចាក់ចូលក្នុងអាហារពួកគេទៅពួកគេមុខជាឈឺមិនខានទេ
ហើយកុំឲ្យពួកគេដឹងអសោះណា បានអ៊ំខ្ញុំនឹងមិនឲ្យពួកគេដឹងខ្លួនទេសំមុខពួកគេហើយ ចៃណាមបានយកទឹកមួយដបនោះសម្ដៅទៅផ្ទះរបស់ពូមៀនលុះដើរចិត្តដល់គាត់ក៏បានលបចាំមើលសភាពការឲ្យតែស្ងាត់កាលណាចាត់ការយកភ្លាម ចាំមើលចោះតាកញ្ចាស់យាយកញ្ចាស់ពួកឯងនឹងឈឺរហូតដល់ស្លាប់មិនខានទេមិនព្រមលើកកូនឲ្យយើងមែនទេ កណ្ដុរផងដែរដែលនៅចិត្តនោះក៏បានដឹងពីគម្រោងការហេតុនេះកណ្ដុរបានរត់ចាំងលឿនសម្ដៅទៅរកស្រីគង់តែម្ដងនៅក្រោមដើមរំដួលក្រៅផ្ទះពូមៀន នាងមានតែនាងទេដែលលើការនិយាយរបស់ខ្ញុំបើបែបនេះនាងស្ដាប់ខ្ញុំណាគឺថា អ្នកណាគេឲ្យខ្ញុំនឹង នាងមានតែនាងទេដែលលើការនិយាយរបស់ខ្ញុំបើបែបនេះនាងស្ដាប់ខ្ញុំណាគឺថា កណ្ដុរព្រះអើយខ្លាចណាស់ខ្ញុំខ្លាចណាស់អ ព្រះហើយនារីដែលជាគូខ្ញុំនេះអីក៏កំសាកយ៉ាងនេះនោះមិនបានទេខ្ញុំត្រូវតែទៅរារាំងដោយខ្លួនឯងទៅបាន មិនតន់ពេលទេចៃណាមបានដាក់ថ្នាំរួចរាល់ទៅហើយចំណែកពូមៀននិងមីងមុតក៏បានហូបអាហារដែលមានជាតិថ្នាំអំពើអស់ទៀតផង ចប់ហើយមកមិនទាន់ទៀត ចៃណាមឃើញថាការនេះជោគជ័យគាត់ពិតជាសប្បាយចិត្តណាស់មើលចោះពូមៀននិងមីងមុតស្រាប់តែក្អួតឈាមដូចសន្លប់ភ្លាមមួយរំពេច អំណោយពិតជាប្រកែមែនចំណែកពួកអញសំមុខហើយវើយតើគិតយ៉ាងម៉េចទៅណោះពួកគាត់ត្រូវអំពើគេហើយចំណែកគូប្រេងខ្ញុំវិញងាកសន្លប់មិនដឹងថាអ្នកណាជួយអ្នកណាទេ កណ្ដុរព្យាយាមជួយអង្រួនឲ្យពួកគាត់ភ្ញាក់ឡើងវិញតែគ្រប់យ៉ាងមិនងាយស្រួលទេព្រោះពេលនេះអំពើមីងណយពិតជាពូកែពេកណាស់ស្រីគង់ក៏បានដើរមកពុកម៉ែភ្ញាក់ឡើងពុកម៉ែកាត់អីហ្នឹង អូខ្ញុំមានចូលបាយហើយតែថាតើខ្ញុំគួរតែបង្ហាញខ្លួនម្ដងទៀតទេណោះចុះបើនាងស្លាប់ទៅតើបានអ្នកណាជួយអ្នកណាហើយខ្ញុំវិលវល់អស់ហើយក ណ្ដុរសម្រេចចិត្តថាម្ដងនេះនឹងបង្ហាញខ្លួនចេញមកម្ដងទៀតហើយក៏ព្យាយាមធ្វើយ៉ាងណាឲ្យនាងមិនសន្លប់ឲ្យបាន បោះពិតទេវតាដ៏មានសិលបារមីនៃឋានសួគ៌ត្បិតអីទូបង្គំមានចិត្តអាណិតចង់ជួយពួកគេណាស់ហេតុនេះសូមកុំឲ្យម្ចាស់ស្នេហ៍របស់ទូបង្គំខ្លាចទូបង្គំនៅក្នុងពេលនេះអី បន់ស្រន់បួងសួងរួចហើយកណ្ដុរក៏បានលោតចេញពីកន្លែងលាក់ខ្លួនមកនិងបាននិយាយមកកាន់ស្រីគង់ថា នាងតើនាងឮខ្ញុំនិយាយទេ កណ្ដុរទៀតហើយព្រះអើយដៃជើងរបស់ខ្ញុំពេលនេះទន់អស់ហើយខ្ញុំខ្លាចណាស់ សូមតាំងស្មារតីឡើងណានាងហើយកុំខ្លាចពេកអីខ្ញុំមិនសម្លាប់នាងទេខ្ញុំតូចយ៉ាងនេះខ្ញុំមានកម្លាំងឯណាធ្វើបាបនាងនោះ មែនហើយអញតូចណាស់តែខ្ញុំពិតជាខ្លាចកណ្ដុរតាំងតែពីខ្ញុំកើតមកខ្ញុំពិតជាខ្លាចទាំងដៃទាំងជើងមុខមាត់របស់កណ្ដុរគួរឲ្យព្រឺសម្បុរណាស់ ខ្លាចក៏ខ្លាចចុះតែបើនាងមិនស្លាប់គឺល្អហើយមើលសភាពឪពុកម្ដាយនាងចុះតើនាងមិនជួយពួកគាត់ទេមែនទេ មែនហើយតែកណ្ដុរមានវិធីដែរទេ មានតាត្រូវទៅយកថ្នាំពីស្រីម្នាក់ដែលបានដាក់អំពើនោះអី តែគេណែណាទេ គឺជាអ៊ំស្រីនៃចៅណោមនោះអី តាមប៉ាត់នេះចៃណាំនេះពិតជាមិនល្អដូចជាពុកម៉ែនិយាយមែនសំបីមនុស្សចាស់ក៏ហ៊ានធ្វើបាបទៅកើតដែរ គឺជាអ៊ំស្រីនៃចៅណោមនោះអីកុំនិយាយច្រើនយកឪពុកម្ដាយនាងទៅសម្រាប់ឲ្យស្រួលបួលហើយមកតាមខ្ញុំមកឆាប់ឡើង ចាប់បែនតែកណ្ដុរក៏មកចិត្តខ្ញុំអីណាខ្ញុំព្រឺសម្បុរណាស់ទោះថាស្រីគង់បានទៅជាមួយកណ្ដុរតែនាងនៅតែខ្លាចមានពេលខ្លះនាងស្ទើរតែសន្លប់ម្ដងដូចមុនចឹងដែរ
នៅតាមផ្លូវ មើលទៅអ្នកនាងដូចជាឃ្លានហើយព្រោះអ្នកនាងកោពោះគ្រូកដូចជាផ្គរលាន់អញ្ចឹង ខ្ញុំមិនឃ្លានទេពេលនេះអ្វីៗក៏ខ្ញុំមិនឃ្លានដែរពេលព្រោះខ្ញុំប្រញាប់ទៅរកថ្នាំជួយពុកម៉ែខ្ញុំនោះអី ខ្ញុំដឹងថាអ្នកនាងបារម្ភពីឪពុកម្ដាយតែអ្នកនាងមិនអាចមិនហូបអីបានទេចុះបើអ្នកនាងស្រាប់តែឈឺម្នាក់ទៀតទៅតើគិតយ៉ាងម៉េចទៅវិញ កណ្ដោះនិយាយត្រូវហើយតែគ្មានអាហារផងទេនៅម្ដុំនេះនោះណាស់ហើយចាស់សម្រាប់ថាខ្ញុំមិនហូបអីទេ អ្នកណាថាគ្មាននោះមើលចុះដើមឈើនេះមានផ្លែទុំច្រើនណាស់ចាំមួយផ្លែតណាខ្ញុំបេះជូនអ្នកនាងចុះ ឈប់សិនព្រះអើយមើលឯងចាស់លឿនណាស់ក្នុងកលៈទេសៈនេះទឹកចិត្តកណ្ដុរបានធ្វើឲ្យស្រីគង់ស្រាប់តែមានចិត្តអាណិតម្ដងបន្តិចហើយ អ្នកនាងហូបទៅហូបហើយសឹមទៅមុខទៀត ក្រោយហូបផ្លែឈើមានកម្លាំងហើយនោះកណ្ដុរក៏បាននាំស្រីគង់សម្ដៅទៅផ្ទះរបស់មីងណយគឺផ្ទះនោះមែនទេ បានមែនហើយតើអ្នកនាងអាចចូលទៅលួចបានទេត្បិតខ្ញុំមិនអាចចូលបានទេព្រោះស្ត្រីនោះបានដាក់អាគមមិនឲ្យសัตว์កណ្ដុរចូលបានទេ ខ្ញុំយល់ហើយមិនអីទេឯងនៅទីនេះចាស់ចំណែកខ្ញុំពិតជាអាចធ្វើបានប្រកបណាស់ស្រីគង់សម្លឹងឆ្វេងស្ដាំបន្តិចលោកឃើញថាគ្មានមនុស្សហើយនោះនាងក៏បានលបចូលទៅក្នុងផ្ទះរបស់មីងណយតែម្ដងក៏ប៉ុន្តែគ្រានោះគឺនេះចៅណាមក៏នៅខាងក្នុងដូចគ្នាព្រះអើយនេះលោក អូហូនេះអូននឹកបងណាស់មែនទេបានជាមកដល់ទីនេះល្អណាស់បើបានជាមកហើយចូលមកក្បែរបងមកអូន អត់ទេអ្នកណាមករកឯងនោះអាមនុស្សអាក្រក់ កុំប្រកែកអីក្រែងមកនេះអូនចង់មករកបងមែនទេមកចិត្តបងមកអូនសម្លាញ់ចិត្តបង អត់ទេកុំចូលមកអីណាជួយផងលើបែបនេះហើយកណ្ដុរក៏បានអន្តេសានិងបានព្យាយាមជំនះរបាំងអាគមចូលទៅក្នុងផ្ទះនោះយ៉ាងឈឺចាប់ផងដែរ ស្រីធ្មប់នោះពិតជាមានអាគមខ្លាំងមែនខ្ញុំពិតជាពិបាកចូលទៅណាស់មិនបានទេមិនអាចឲ្យនាងមានគ្រោះថ្នាក់អីទេ កណ្ដុរព្យាយាមជំនះឆ្លងកាត់ខ្សែអាគមរហូតមានរបួសក៏នៅតែមិនបោះបង់ទេទីបំផុតកណ្ដុរក៏អាចចូលទៅបានសម្រេចតែម្ដងលេងយើង កុំស្រែកអី កណ្ដុរឃើញបែបនោះហើយក៏បានហក់ទៅខំដៃខំជើងរបស់ចៅណាមរហូតធ្វើឲ្យគាត់របួសពេញខ្លួន ស្អីគេហ្នឹងកណ្ដុរមកពីណាអាយអូយឈឺណាស់ ហេតុថាឈឺពេកចៅណាមក៏បានរត់គេចចេញទៅឆ្ងាយ អ្នកនាងយកទឹកនោះមក មិនហើយនេះគឺជាថ្នាំបន្សាបមែនទេខ្ញុំចង់បានសម្រេចហើយណាកណ្ដុរ ល្អណាស់អ្នកនាងយកវាទៅមុនចុះខ្ញុំសុំធ្វើរឿងមួយសិន ឈប់សិនមើលតែឯងកំពុងតែមានរបួសហើយណា ខ្ញុំមិនអីទេអ្នកនាងទៅមុនចុះ បានចឹងប្រចាំផងណាកណ្ដុរគ្រានោះបានបំផ្លាញទីសក្ការៈរបស់មីងណយចោលអស់រលីងចំណែកមីងណយក៏បានដឹងខ្លួននិងបានមកដល់ភ្លាមមួយរំពេច ណែអាកណ្ដុរមិនក៏ឯងចូលមកបាននឹងបំផ្លាញទីសក្ការៈរបស់យើងចឹង ប្រហែលជាកម្លាំងស្នេហាហើយ តើឯងអាចមានស្នេហាបានដោយរបៀបណាទៅនោះណែត្រឹមតែជាសត្វចង្រៃដែលគេស្អប់តើអ្នកណាស្រឡាញ់ឯងនោះ យើងមិនបកស្រាយឲ្យនាងបិសាចឯងស្ដាប់ទេនាងចំជាអាក្រក់ណាស់នាងក៏គួរតែវិនិច្ឆ័យទៅ តើឯងអាចធ្វើអីយើងបាននោះ ចូលបានហើយក៏មុខជាបំផ្លាញបានដែរគឺក្បាលខ្មោចនេះនោះអីយ៉ាងម៉េចដែរក្រាញ់បេះដូងនាងទុកនៅទីនេះមែនទេ អើយថាម៉េចកុំឲ្យសោះណាអើយក ណ្ដុរបានបំបែកក្បាលខ្មោចនោះហើយទីបំផុតមីងណយក៏បានរលីបាត់ទៅ សម្រេចហើយ ខាញ់ថាមីងណយវិនិច្ឆ័យហើយនោះកណ្ដុរក៏បានទៅផ្ទះស្រីគង់យ៉ាងលឿនតែម្ដងចម្លែកណាស់ខ្ញុំមិនអាចជួយពុកម៉ែបានសោះ ជួនគ្នានោះល្មមកណ្ដុរក៏បានមកដល់ គឺមិនទាន់អាចជួយបានទេតលតែ
អីទេ គឺយកឈាមខ្ញុំមកលាយជាមួយនឹងថ្នាំនេះឥឡូវសូមសម្លាប់ខ្ញុំទៅ ថាម៉េចអត់ទេមកបែបនោះឯងមុខជាស្លាប់មិនខានឡើយ ខ្ញុំគ្រាន់តែជាសត្វកណ្ដុរកុំស្ដាយអីក៏ប៉ុន្តែមុនខ្ញុំស្លាប់ខ្ញុំសុំសួរមួយបានទេ បានឯងសួរមកចុះ តើអ្នកនាងនៅតែខ្លាចខ្ញុំទៀតទេ ដូចជាមិនខ្លាចទៀតនោះទេ បើបែបនោះតើអ្នកនាងស្រឡាញ់ខ្ញុំដែរទេ ថាម៉េចនេះឯងត្រឹមជាកណ្ដុរទេណា ខ្ញុំយល់ហើយតើមនុស្សឯណាស្រឡាញ់សត្វកណ្ដុរដែលជាសត្វចង្រៃបានទៅណាស់ហើយបើអ្នកនាងមិនដាច់ចិត្តសម្លាប់ខ្ញុំទេខ្ញុំជួយអ្នកនាងចុះ ឃើញថាស្រីកុងមិនដាច់ចិត្តកណ្ដុរបានសម្រេចចិត្តរត់បុកថ្មស្រួចដើម្បីសម្លាប់ខ្លួនក្នុងគ្រានោះទៅកណ្ដុរនេះខ្ញុំមិនតន់និយាយថាស្រឡាញ់ឯងទេណា សូមអ្នកនាងមកយកឈាមខ្ញុំចុះ កណ្ដុរអើយស្រីគង់គ្រានោះអាណិតកណ្ដុរណាស់ហើយនាងក៏បានជួយពុកម៉ែឲ្យបានរស់ឡើងវិញតែនាងក៏បានបាត់បង់កណ្ដុរទៅហើយពុកម៉ែកូនសប្បាយចិត្តណាស់ដែលលោកទាំងពីរមិនកើតអីនោះ ពេលនេះម៉ែនឹងពុកបានជាហើយតែថាចោះមិនក៏កូនយំខ្លាំងម្ល៉េះហាអើយព្រះអើយកូនខ្លាចកណ្ដុរនោះមែនទេពុកវាយកកណ្ដុរនោះទៅបោះចោលទៅ កុំអីពុកម៉ែកូនមិនខ្លាចកណ្ដុរទៀតទេព្រោះកណ្ដុរនេះបានជួយជីវិតរបស់ពុកម៉ែណានិងបានជួយកូនច្រើនណាស់ តើកណ្ដុរនេះពិតជាបានជួយពួកយើងមែនទេពុកស្មានមិនដល់ថាកូនអាចប្រែប្រួលបានយ៉ាងនេះសោះ ឃើញថាស្រីកុងពិតជាមានចិត្តអាណិតនិងស្រឡាញ់កណ្ដុរនោះកណ្ដុរស្រាប់តែរស់ឡើងវិញនិងបានប្រែជាព្រះរាជបុត្រាដ៏សង្ហាមួយអង្គ ប្រសាណាស់ខ្ញុំរួចពីបណ្ដាសាហើយអ្នកនាងអរគុណណាស់សម្រាប់ការស្រឡាញ់មួយនេះជារឿងដែលកម្របានឃើញណា ព្រះអើយតាមពិតកណ្ដុរគឺជាព្រះបុត្រាសោះទ្រង់ពិតជាសង្ហាណាស់ ពិតមែនហើយបងក៏ជាគូនឹងអូនដែរណាចាំបងរៀបរាប់រឿងរ៉ាវទាំងអស់ជូនអ្នកទាំងអស់គ្នាស្ដាប់ចុះ ពីពេលនោះស្រីគង់ក៏បានឈប់ខ្លាចកណ្ដុរទៀតហើយចំណែកបណ្ដាសាក៏បានរលាយចុងក្រោយពួកគេក៏បានរស់នៅជាមួយគ្នាយ៉ាងសុខសាន្តតរៀងទៅ អរគុណហើយណាអ្នកពស់ដើម្បីឲ្យខ្ញុំបានអរគុណអតីតប្រពន្ធពស់របស់ខ្ញុំសូមបង្អែលសកាបន្តិចបានទេ ប្រហែលជាអ្នកនឹកឃើញបាត់ខ្លះហើយមែនទេមិនអីទេអ្នកស្ទាបស្រកាខ្ញុំចោះពស់មានក្តីស្មោះត្រង់ចោះអតីតប្តីនេះវិញនោះគឺថាមិនអញ្ចឹងទេ នេះណែ អូយឈឺណាស់ហេតុអីក៏អ្នកវាយខ្ញុំបែបនេះ ជាពស់សោះមករងចាំក្តីស្នេហ៍រកអីនាងណែមកធ្វើជាចំណៃពួកយើងទៅល្អជាង រឿងបរោះនិងប្រពន្ធជាពូនេះទានអំពីប្តីប្រពន្ធដែលជាកសិករពីរនាក់មានជីវភាពក្រីក្រណាស់ពួកគេធ្វើស្រែផងជួនកាលក៏បានដាំបន្លែផងនិងមានធ្វើឈ្នាងបង្គីអង្រុតទ្រូជាដើមនៅផ្ទះរបស់មាននោះណែតើអ្នកទៅកាប់ឫស្សីទេស្អែកនេះ បាទអ្នកគឺខ្ញុំទៅនតាហើយក៏កាប់ឲ្យបានច្រើនទៀតផងព្រោះខ្ញុំចង់ធ្វើទ្រូលក់ឲ្យអ្នកភូមិដែរណា អើយបើអញ្ចឹងខ្ញុំនឹងបានប្រាក់ទិញក្រែមទិញម្សៅហើយពិតទេ បាទអ្នកឲ្យទៅលក់ដាច់ធានាតែខ្ញុំបានប្រាក់ឲ្យអ្នកទិញក្រែមម្សៅប្រើមិនខានទេ ចាអ្នកបើអញ្ចឹងអ្នកទៅចោះខ្ញុំចាំអ្នកមកវិញណា បើអញ្ចឹងអ្នកមិនទៅជាមួយខ្ញុំទេមែនទេ អត់ទេព្រោះខ្ញុំខ្លាចបន្លាឫស្សីមុតខ្ញុំណាបើបែបនោះខូចស្បែកខូចសម្រស់ខ្ញុំអស់ហើយ បើអញ្ចឹងខ្ញុំលាហើយណាអ្នកមើលផ្ទះផង ចាអ្នកទៅចោះកុំបារម្ភពីខ្ញុំអី
ថ្ងៃនោះមាននប់បានធ្វើដំណើរកាត់ដាំត្រយឹងធំមួយហើយគាត់មានអារម្មណ៍ថាហាក់ដូចជាមាននរណាម្នាក់កំពុងសម្លឹងមកកាន់គាត់អញ្ចឹងដែរ ទេដូចជាចម្លែកម្លេះខ្ញុំដូចជាមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែសម្លឹងមើលខ្ញុំមិនដាក់ភ្នែកសោះ មាននប់មើលឆ្វេងមើលស្ដាំចុះឡើងតែគាត់ពុំបានឃើញអ្នកណាទេក្រៅពីព្រៃដ៏សែនស្ងាត់ជ្រងំប៉ុណ្ណោះ ប្រហែលជាខ្ញុំមានអារម្មណ៍ផ្ដេសផ្ដាស់តែខ្លួនឯងទេមើលទៅនោះហើយអាមាននប់អើយចេះតែសម័យទៅកើតដែរទៅកាប់អាស័យព្រៃលើវិញល្អជាង និយាយបែបនេះហើយមាននប់ក៏បានបន្តដំណើរទៅមុខទៀតចំណែកអ្នកដែលបានសម្លឹងមើលគាត់នោះក៏បានបង្ហាញខ្លួនចេញមកកាន់តែមើលកាន់តែសម្គាល់ដឹងថាតាមពិតកាលពីប៉ុន្មានជាតិមុននោះគាត់ធ្លាប់ជាប្តីខ្ញុំតាពុទ្ធោអើយអតីតប្តីខ្ញុំជាតិនេះគ្មានជីវភាពធូរធារសោះពលសង្វេគអាណិតប្តីហើយនាងពស់ក៏បានបំរុងតែលូនទៅតាមតែភ្លាមនោះចាប់លវាចេកបានហៅមកនិងបានពោលថានាងពស់តើនាងទៅណានឹងថ្ងៃនេះមិនតាំងសិលភាវនាធម៌ទេមែនទេចាអត់ទេលវាចេកខ្ញុំចង់ទៅតាមអរោះនោះសិនមានន័យថានាងរំបៃសម្គាល់ដឹងថាអតីតប្តីរបស់នាងបង្ហាញខ្លួននៅចំពោះនាងមុននេះមែនទេប៉ាត់មែនហើយលវាចេកតែគាត់ក្រណេះពុំដឹកជាជាតិមុនសោះនាងពស់តើនាងចង់ជួយគេមែនទេมันអាចទេណាប៉ាត់ណេះខ្ញុំចង់ជួយគាត់ព្រោះតែគាត់កំសត់ណាស់ណានាងពស់នេះជាកម្មវាសនាទេខ្ញុំថានាងគួរតែខំភាវនាធម៌សន្សំបុណ្យវិញល្អជាងតែខ្ញុំពិតជាអាណិតគេណាស់ខ្ញុំដឹងតែបើនាងមិនអាចដាច់អាល័យទេនាងនឹងដាច់សិលហើយក៏អាចមានគ្រោះថ្នាក់ដោយសារមនុស្សក៏ថាបានដែរណាលវាចេកខ្ញុំអាណិតគេណាស់ខ្ញុំគិតថាទៅមើលគាត់បន្តិចសិនណាបែបនេះមកជាមិនអាចសិលឬក៏មានគ្រោះថ្នាក់ទេអើយចាតាមចិត្តនាងចោះតែនាងត្រូវប្រុងប្រយ័ត្នខ្លួនផងណាចាលវាចេកនាងពស់មិនត្រឹមតែអាណិតទេចិត្តក៏នៅតែនឹកនិងស្រឡាញ់ដូចគ្នាហេតុនេះហើយគ្រាន់តែបានឃើញចិត្តនាងពុំស្ងប់សោះឡើយខ្ញុំអើយនាងពស់ហើយនាងពស់ខ្ញុំពិតជាមិនអាចទប់កម្លាំងកម្មបានមែននាងពស់វិញនោះលូនរហូតទៅដល់កន្លែងមួយក្រោយសម្គាល់ឃើញថាមីនប់កំពុងតែកាប់ឫស្សីនាងពស់ក៏បានលាក់ខ្លួនយ៉ាងចិត្តផងដែរព្រោះខ្លាចមីនប់ផាត់ភ័យធ្លាប់តែជាសេដ្ឋីមានទ្រព្យតែចិត្តនេះអ្នកដូចជាអភ័ព្វពេកហើយមិនគួរណាអ្នកមានជីវភាពបែបនេះសោះតែខ្ញុំអាចជួយគាត់បានដោយរបៀបណាទៅណោះហើយបានហើយហត់ណាស់គិតសម្រាប់មកផ្លេតសិនហើយជាដំបងខ្ញុំគួរតែយកអាហារមកជូនអ្នកពិសេសក្រោយពីសម្រាប់ចាស់មាននប់ហត់ពេកក៏បានសម្រាប់លក់ទៅរីឯចំណែកនាងពស់វិញនោះក៏បានលូនទៅនាំយកផ្លែឈើជាច្រើនមកទុកឲ្យមីនប់ផងដែរសង្ឃឹមថាអ្នកនឹងមានកម្លាំងផងទៅចាស់ទុកដាក់អាហារចិត្តនោះហើយពស់ក៏បានលូនចេញរកកន្លែងលាក់ខ្លួនជាថ្មីចំណែកមីនប់ក៏បានភ្ញាក់និងបានសម្គាល់ឃើញថាមានផ្លែឈើច្រើនម្ល៉េះតែនរណាគេជាអ្នកយកមកឲ្យនឹងមែនហើយនេះមុខជាមានអ្នកចិត្តល្អយកមករួចមិនហ៊ានដាស់ពេលខ្ញុំដេកលក់ទៅដឹងមើលទៅមីនប់កំពុងតែឃ្លានផងគាត់ក៏បានហូបអស់ជាច្រើនព្រមទាំងយកខ្លះទៅផ្ញើនាងសូយ៉ានដែលជាប្រពន្ធផងដែរខ្ញុំមិនដឹងថាអ្នកណាជាអ្នកជូនខ្ញុំនៅផ្លែឈើទាំងនេះទេតែយ៉ាងណាក៏ខ្ញុំអរគុណហើយណាខ្ញុំលាហើយមីនប់បានវិលទៅផ្ទះវិញជាមួយនឹងក្តីរីករាយយ៉ាងខ្លាំងព្រោះមិនត្រឹមតែកាប់ឫស្សីបានល្អទេគាត់ថែមទាំងមានអ្វីផ្ញើប្រពន្ធផងដែរនៅផ្ទះមីននោះអ្នកខ្ញុំមកវិញហើយពុទ្ធោអើយសូម្បីតែផ្ទះរបស់អ្នកក៏ចាស់ទ្រមដែរអ្នកឮខ្ញុំហៅទេចាឮហើយអ្នកស្រែកអីក៏ស្រែកម្ល៉េះមិនដឹងថាខ្ញុំកំពុងតែសម្ងំដេកអប់មុខទេអីហ្នឹងខ្ញុំសុំទោសដែលខ្ញុំរំខានអ្នកតែអ្នកខ្ញុំបានផ្លែឈើមកផ្ញើអ្នកផងដែរណា
អ្នកមើលចុះនេះទុំល្អណាស់ ចាអរគុណណាស់អ្នកដែលបានផ្ញើ និយាយអញ្ចឹងតើអ្នកមានដាំបាយទេខ្ញុំដូចជាឃ្លានបាយណាស់ ខ្ញុំគ្មានបានដាំទេអ្នកទៅរកដាំតិចទៅខ្ញុំហត់ពេកណាស់ព្រោះខ្ញុំចេញល្មៀតបិទមុខឡើងក្រហមដៃមួយព្រឹកហើយ មិនអីទេអញ្ចឹងខ្ញុំទៅងូតទឹកមាត់អូសិនណាមកវិញចាំខ្ញុំដាំចុះ ចាហើយខ្ញុំក៏រូតរះទៅលាងមុខសិនហើយក៏នឹងអាចឆៃផ្លែឈើនេះផងដែរណាអ្នកប្តីប្រពន្ធទាំងពីរម្នាក់ទៅសម្អាតមុខម្នាក់ទៀតទៅសម្អាតខ្លួននៅឯមាត់អូឃើញបែបនេះហើយនាងពស់ក៏បានលឿនចូលទៅក្នុងផ្ទះនិងបាននិយាយថាតាមពិតជាតិនេះអ្នកមិនអាចកោតទេព្រោះជាតិនេះអ្នកមានប្រពន្ធហើយតែមិនអីទេខ្ញុំក៏នៅតែអាណិតអ្នកដដែលមិនអីទេអ្នកចាំខ្ញុំជួយដាំបាយឲ្យអ្នកចាស់ឆ្លៀតឱកាសនេះពូបានធ្វើកិច្ចការគ្រប់បែបយ៉ាងរួចរាល់រៀបរយចំណែកលវីចេក៏បានមកម្ដងទៀតនិងបានរំលឹកថានាងពស់នាងមិនគួរមកទីនេះទេណាវាគ្រោះថ្នាក់ណាស់ខ្ញុំដឹងតែខ្ញុំពិតជាចង់បំរើមីនុបណាស់នាងពិតជាមានកម្មមែននាងពស់នាងក៏ដឹងថាប្តីរបស់នាងជាតិនេះមានប្រពន្ធហើយណាចាខ្ញុំដឹងមនុស្សជាកូននឹងមនុស្សហេតុនេះខ្ញុំចង់ជួយមិនមែនមកដណ្ដើមស្នេហាពីប្រពន្ធរបស់គាត់ទេអើយនោះហើយគឺជាចិត្តចម្ពាក់នៃសេចក្តីស្នេហាឯងដឹងទេទោះវាជាក្តីស្នេហាដែលខ្ញុំនៅមានតែយ៉ាងណាមីនុបក៏មិនអាចយកខ្ញុំដែរប៉ាទេហេតុនេះឲ្យខ្ញុំបម្រើគាត់ចោះអើយខ្ញុំដឹងពីចិត្តនាងហើយនាងចង់ធ្វើល្អមិនខ្លាចគ្រោះថ្នាក់ព្រោះនាងមានប្រាថ្នាជាតិណាមួយបានជាគូមិនប្រត់គ្នាដោយជាតិមុនទៀតប៉ាទេមានតែល្វីចេកទេដែលយល់ពីចិត្តខ្ញុំជាងគេអើយប្រយ័ត្នផងណាពួកមនុស្សគ្រោះថ្នាក់ណាស់ពិសេសនាងប្រពន្ធម្នាក់នេះមិនស្លូតនោះទេហេតុថាកម្មជាតិមុនពឹសពុលជាតិនេះក៏នៅតែពឹសពុលដូចគ្នាចាល្វីចេកខ្ញុំដឹងហើយខ្ញុំនឹងប្រញាប់ទៅលាក់ខ្លួនវិញឲ្យបានមុនពួកគេមកដល់ណែកុំបារម្ភអីចាលាហើយល្វីចេកថ្ងៃនោះបានហើរទៅទុំលើមេឃស្វាយនិងបាននិយាយម្នាក់ឯងថាអើយកម្មឲ្យលោករុក្ខទេវតាខ្ញុំម្ចាស់ប៉ັດជាមិនអាចរារាំងកម្លាំងកម្មដែលនាងពស់មាននោះទេមីនុបវិញនោះក្រោយសម្អាតខ្លួនរួចរាល់ក៏បានវិលមកផ្ទះវិញនិងបានសម្គាល់ឃើញថាមានពាពេញទាំងអស់តែម្ដងអ្នកតាណាបាត់ហើយអ្នកមកនេះមកផ្លេតមកតើមានរឿងអីទៀតហើយអ្នកដូចជានិយាយលឺដល់ហើយធុញណាស់អ្នកចង់ឲ្យខ្ញុំភ្ញាក់ផ្អើលមែនទេបានជាចំអិនមហូបពេះពេញបែបនេះមើលចុះសុទ្ធតែមហូបខ្ញុំចូលចិត្តទៀតផងអរគុណណាស់ស្អីគេអ្នកណាចំអិនហ្នឹងខ្ញុំអត់បានធ្វើទេណាអ្នកថាម៉េចបើអ្នកមិនចំអិនតើអ្នកណាជាអ្នកចំអិនវិញនោះអើយអ្នកមើលចុះមានដានពោះលូនធំណាស់តើវាអាចទៅរួចទេតែខ្ញុំថាមិនអាចទៅរួចទេអ្នកខ្ញុំចង់ថាពោះនោះមកជាមកលួចស៊ីមន់យើងហើយតើអ្នកគិតថាម៉េចទៅវិញទៅអូខ្ញុំស្មានតែអ្នកគិតតែពោះមកចំអិនអាហារឲ្យពួកយើងហូបអ្នកចាំជាល្ងងមែនបានហើយនាំគ្នាហូបទៅបាទអ្នកល្ងាចនេះអ្នកកំដេញអីអ្នកត្រូវខ្លំមើលបើពោះនោះមកណាអ្នកសម្លាប់វាទៅព្រោះវាអាចនឹងស៊ីមន់អស់មិនខានទេបើវាមកខ្ញុំនឹងសម្លាប់វាភ្លាមខ្ញុំមិនទុកទេមន់កំពុងតតិចផងបើអស់បានពូជមកពីណាទៀតប្តីប្រពន្ធទាំងពីរហូបរួចរាល់ពូខុនក៏បានដើរមកនិងបាននិយាយសួរនាំថាមាននប់និយាយអញ្ចឹងឯងអាសាចូលព្រៃណាស់តើមានបានឃើញដានពោះឬក៏សំណក់ពោះដែរទេអូអត់ផងពូតើពូរកពោះមានការអីហ៎ក្មួយដឹងទេលោកសេដ្ឋីណាគាត់ចង់បានស្បែកពោះហើយលោកសេដ្ឋីក៏ឲ្យកម្រៃថ្លៃកប់ពពកទៀតផងអើយមិនក៏អីពូអ្នកទៅមើលពោះមកពួកយើងមកជាមានមិនខានទេពិតជាបានកម្រៃខ្ពស់មែនក៏អីពូពិតហើយនេះជាមូលហេតុដែលពូមកសួរបើក្មួយបានឃើញទីណាមានដានពោះប្រាប់ពូផងពូចង់ទៅរកយកមកលក់ហ្នឹងណាបាទគឺខ្ញុំបានចាពូទៅវិញចោះ
បើប្តីខ្ញុំបានឃើញហើយនោះចាំប្តីខ្ញុំប្រាប់ពូចោះណា បើអញ្ចឹងពូលាទៅវិញហើយណា ចាពូ ពូខុនក៏បានដើរចាក់ចេញទៅ អ្នកមិនក៏មិនឲ្យខ្ញុំប្រាប់គាត់តែម្ដងទៅ អ្នកអើយអ្នកកំឆោតពេកអីផ្ទះយើងមានដានពោះបើប្រាប់ពូខននោះគាត់មិនទទួលលៀបសការៈទៅហើយទេអី បើអញ្ចឹងយប់នេះខ្ញុំនឹងតាមដានបើវាមកខ្ញុំនឹងចាំ ចាពិតជារឿងដែលត្រូវហើយ យប់នោះនាងសូយ៉ាននិងមីនុបពិតជាបានតាមដានមែនហើយនាងពោះហេតុថាចង់ជួយក៏ចេះតែមកមិនឈប់សោះឡើយពួកគេប្រហែលជាសម្រានលក់អស់ហើយឆ្លៀតឱកាសនេះខ្ញុំជញ្ជូនផ្លែឈើមកឲ្យអ្នកចាស់ក្នុងរាត្រីនោះផងដែរនាងសូយ៉ានក៏បានឃើញមីនុបក៏បានឃើញច្បាស់ហេតុនេះពួកគេក៏ភ័យផងនិងអរផងដែរ អើយអ្នកមើលចោះពូធំណាស់ម្ដងនេះយើងមានបានមិនខានទេ ខ្ញុំយកខ្សែចងវាសិនណាអ្នក អើយឆាប់ឡើងតិចវារួចខ្លួនបាត់ទៅ ប៉ាត់ជាសម្រេចមែនមីនុបបានយកខ្សែចងពោះជាប់យ៉ាងណែនតែម្ដងតើមានរឿងអីទេអ្នកដោះលែងខ្ញុំទេ ប្រសើរណាស់អ្នកខ្ញុំទៅយកកបិតសិន អ្នកយកថ្មសម្លៀងមកផងខ្ញុំនឹងសម្លៀងកបិតផ្លេសយកស្បែកវាក្នុងពេលនេះតែម្ដង ចាអ្នក អរគុណហើយណាពោះដ៏ធំខ្ញុំកំពុងតក្រផងខ្ញុំប្រកាសជាមានលុយចាយទៀតហើយ តាមប៉ាត់អ្នកចង់បានស្បែកខ្ញុំចុះទៅលក់ព្រោះតែប្រាក់សោះបើអញ្ចឹងអ្នកសម្រាប់ខ្ញុំចោះឲ្យតែអ្នកបានធូរធារខ្ញុំមិនខ្លាចការបោជាទេ ពេលនោះដែរលវីចេកក៏បានហៅមកម្ដងទៀត នាងពោះនាងឆាប់កិច្ចភ្លាមទៅត្រឹមកិច្ចចេញពីពួកគេវាមិនពិបាកទេណា អត់ទេលវីចេកខ្ញុំសុខចិត្តស្លាប់ឲ្យតែពួកគេបានជីវភាពប្រសើរវិញណា អើយបថោអើយនាងប៉ាត់ជាស្មោះស្ម័គ្រដើម្បីមនុស្សដែលនាងស្រឡាញ់មែន មែនហើយលវីចេកឲ្យតែខ្ញុំបានជួយគាត់នៅក្នុងជាតិនេះព្រមទាំងអាចជួបគ្នានៅក្នុងជាតិខាងមុខនោះជាតិនេះខ្ញុំមិនខ្លាចទេ អើយព្រះអើយនាងពោះអើយនាងពោះ សូមលវីចេកទៅវិញចុះ បើអញ្ចឹងខ្ញុំលាហើយណាសូមឲ្យនាងបានកើតជាតិថ្មីដែលសមតាមអំណងផងចោះ ចាលវីចេកថ្ងៃនោះមុនស្លាប់នាងពោះបានបួងសួងសច្ចាថាមកបាត់វត្ថុស័ក្តិសិទ្ធិទាំងឡាយអើយតែបាត់អីខ្ញុំម្ចាស់មានភក្តីភាពចំពោះបរិសុទ្ធនេះពិតប្រាកដណាស់ដូច្នេះបើបនមាននោះសូមឲ្យនាងខ្ញុំបានកើតជាមនុស្សក្នុងជាតិណាមួយនឹងបានជួបនឹងបងមីនុបវិញផងទៅចុះ អើយអ្នកគួរតែកាប់ពីណាទៅណាមុនទៅ គឺក្បាលនោះអី មួយវិញទៀតបើបនខ្ញុំម្ចាស់មិនតន់គ្រប់នឹងមិនអាចកើតជាមនុស្សបានទេសូមឲ្យខ្ញុំម្ចាស់ខ្លាចទៅជាពួកដដែលតែអាចនិយាយជាមួយបងមីនុបបានផងទៅចុះ ថ្ងៃនោះមីនុបនិងប្រពន្ធប៉ាត់ជាសម្លាប់ពោះប៉ាត់មែនហើយក៏បានយកសាច់ធ្វើម្ហូបព្រមទាំងយកស្បែកទៅលក់ឲ្យសេដ្ឋីផងដែរ អ្នកខ្ញុំមកវិញឥឡូវហើយណាចាំខ្ញុំមកវិញខ្ញុំទិញកណាត់ល្អជូនអ្នក អើយចាអ្នក វិញ្ញាណរបស់ពស់ផងដែរมันបានទៅកើតជាមនុស្សទេគឺនាងកើតជាពស់ដដែលតែថានាងពិតជាអាចនិយាយបានពិតមែន នាងពោះនាងអាចចាំខ្ញុំបានទេ ប៉ាត់ណាស់លវីចេកប្រហែលបនមានហើយតើខ្ញុំចាំជាតិបានហើយខ្ញុំអាចនិយាយជាមួយមនុស្សបានផងទៀតណា បើនាងអាចនិយាយបានតើនាងអាចនឹងទៅរកអតីតប្តីនាងទៀតទេ ប៉ាត់ហើយខ្ញុំចង់ដឹងថាតើគាត់មានជីវភាពបែបណាណាខ្ញុំទៅមកគាត់សិនណា អឺណែនាងពោះ ហេតុថាមិនដាច់អាឡ័យពស់ក៏បានលូនទៅរកអតីតប្តីរបស់នាងម្ដងទៀតហើយនាងក៏បានជួបនឹងមីនុបតាមផ្លូវផងដែរបងមីនុប ហ៎ស្អីគេនេះពោះកំពុងតែនិយាយមែនទេ បងលើកខ្ញុំនិយាយបានទេចាប់បាត់ហើយបងអូនជាអតីតប្រពន្ធរបស់បងណា
តើបងចង់មានជីវភាពធូរធារទេ នេះពោះពិតជាអតីតប្រពន្ធខ្ញុំមែនទេបែបនោះពួកយើងមាននិស័យនឹងគ្នាហើយអូត្រូវហើយតើពោះមានវិធីអីឲ្យខ្ញុំមានបានដែរទេ មានសុំបងមកតាមខ្ញុំមកសុំតែបងកុំសម្លាប់ខ្ញុំទៅបានហើយ បានខ្ញុំមិនសម្លាប់ពោះនោះទេខ្ញុំសន្យា ថ្ងៃនោះពូបាននាំមីនុបទៅដល់កន្លែងមួយហើយទីនោះដែរសុទ្ធតែរ៉ែមាសជាច្រើនកប់ក្រោមផ្ទាំងថ្មទៀតផងបងបាក់ផ្ទាំងថ្មនោះចាស់នឹងបានឃើញរ៉ែមាសហើយណា មែនណាខ្ញុំសាកសិនណាពោះ ពិតជាដោយពូនិយាយមែនមានរ៉ែមាសច្រើនខ្លាំងណាស់ ពិតជាមានរ៉ែមាសច្រើនណាស់អរគុណណាស់ពោះប្រពន្ធខ្ញុំមុខជាសប្បាយចិត្តមិនខានទេ ប៉ាត់ហើយសុំបងយកវាទៅចាស់ហើយពេលណាដែលបងពិបាកនោះបងមករកខ្ញុំចាស់បងនឹងទទួលបានការជួយពីខ្ញុំមិនខានទេ បាទអរគុណហើយណា មាននប់សប្បាយចិត្តណាស់ហេតុនេះគាត់មិនចាំយូរទេលុះទៅដល់ផ្ទះគាត់ក៏បានហៅប្រពន្ធទាំងក្តីរីករាយថា អូនបងមកវិញហើយអូនមើលចុះបងបានមាសច្រើនណាស់ មិនមែនមានតែសូយ៉ានទេដែលដើរមកគ្រានោះគឺមានទាំងសហាយរបស់នាងផងដែរបងមានមាសមែនទេអើយអូនចង់ឃើញណា នាងសូយ៉ានក្រែងថាលេងក្បាលវាមកយកបងជាសហាយធ្វើជាប្តីហើយមែនទេមិនក៏លឺថាបានមាសមករកវាវិញអញ្ចឹង ឯងបិទមាត់ទៅអាក្រក់យើងគ្រាន់តែយកឯងកំដោះពេលគ្មានប្តីតា តើប្រុសម្នាក់នេះជានរណាហើយអូនបានធ្វើអីមែនទេអូនក្បត់បងមែនទេល្អណាស់បើអូនក្បត់បងហើយមាសនេះអូនកុំយកទៅចាយអី អើយបងអូនសុំទោសណាអូនគ្រាន់តែលងត្រេកត្រអាលមួយគ្រាទេយល់ដល់មនោសញ្ចេតនាបងនឹងអូនផងទៅកុំដេញអូនអីណាពស់ផងដែរក៏បានសម្គាល់ឃើញពីចម្ងាយអ្នកប្តីពិតជាពិបាកណាស់ហើយជីវភាពលំបាកប្រពន្ធមិនជួយជ្រោមជ្រែងតែបែរជាមានសហាយទៀតអើយបងមេត្តាអូនផងទៅ បានតែអូនត្រូវដេញសហាយនេះចេញសិនទើបបងលើកលែងឲ្យអូន ចាបានណែនៅដល់ណាទៀតខ្ញុំមិនត្រូវការក្បាលឯងទេ នាងអាក្រក់ណាស់បានបើថ្ងៃណាមួយនាងក្រកុំទៅដល់មករកយើងឲ្យសោះណាវើយ មកទៅលោកប្តីជាមនុស្សល្អណាស់គាត់ចេះលើកលែងហើយក៏ស្រឡាញ់ប្រពន្ធបំផុតដែរឃើញបែបនេះខ្ញុំពិតជាសរសើរណាស់ជូនពរឲ្យបងមានសុភមង្គលណាស់នីចយក៏បានចាក់ចេញចំណែកពស់ក៏ទៅក្នុងព្រៃដូចគ្នារីឯមីនុបក៏មានជីវភាពធូរធារនិងនាងសូយ៉ានលុះមានពេលមួយនោះអ្នកប្តីនិយាយអញ្ចឹងកាលនោះបងបានរ៉ែមាសពីណាខ្ញុំអត់បានដឹងសោះ កាលនោះគឺបងបានជីកពីក្រោមផ្ទាំងថ្មហ្នឹងណាហើយយ៉ាងម៉េចតើអូនចង់បានទៀតដែរទេ គឺមាសប្រាក់យើងគង់តែអស់ទេខ្ញុំថាបារ៉ែមាសនៅតែមាននោះគួរតែទៅជីកយកមកទាំងអស់តែម្ដងទៅបង បងក៏គិតអញ្ចឹងដែរតែថាបងដូចជាមិនដែលបានជួបពស់មួយក្បាលនោះសោះ មានន័យថាម៉េចទៅ គឺកាលនោះបងបានជួបនឹងពស់មួយក្បាលវាបានប្រាប់បងថាក្រោមផ្ទាំងថ្មមានរ៉ែមាសចាប់ពីពេលនោះមកក៏មិនបានជួបពស់នោះទៀតទេ អញ្ចឹងបងគួរតែទៅរកពស់នោះទៅតែថាតើវាជាពស់អីទៅបានជានិយាយប្រាប់បងពីរឿងដកអាត់កំបាំងបែបនេះអញ្ចឹងនោះ ព្រោះពស់នោះធ្លាប់ជាប្រពន្ធបងកាលពីប្រមាណជាតិមុនហ្នឹងណា បើបែបនោះកាន់តែល្អហើយមកចាំអូនខ្សឹបប្រាប់ណា តើអូនមានគំនិតអីមែនទេ ចាបងនាងសូយ៉ានបានអោនខ្សឹបប្រាប់ប្តីលោកប្តីស្ដាប់ហើយក៏ងក់ក្បាលយល់ព្រមនិងតែងខ្លួនជាអ្នកក្ររួចនាំគ្នាទៅរកពស់តែម្ដង ពស់តើអូនពស់នៅចិត្តនេះទេ អើយអ្នកបងពស់ខ្ញុំមករកអ្នកបងហើយឮបែបនោះហើយពស់ក៏បានលូនចេញមកនិងបានតបថាចាអ្នកខ្ញុំនៅទីនេះហើយអូយព្រះអើយបងលោកសិទ្ធិមកជាឲ្យតម្លៃខ្ពស់ជាងពស់ប្រមាណឆ្នាំមុនទៅទៀតណា ស្ងាត់សិនតើអូន
បងបញ្ចុះបញ្ចូលគេសិនណែពស់តើពស់ដឹងទេថាមានរ៉ែមាសនៅទីណាខ្លះនោះ មែនហើយអ្នកបងពោះខ្ញុំក្រណាស់សូមមេត្តាផងទៅ គឺប៉ាត់ជាដឹងគឺវានៅចិត្តចឹងអ្នកនឹងណាហើយជីកចោះមកជីកឲ្យមិនខានឡើយ អើយអ្នកជីកទៅ បាន ប៉ាត់ជាដូចពស់និយាយមែនមានរ៉ែមាសច្រើនខ្លាំងណាស់ អូយបងអើយច្រើនណាស់ច្រើនពេកហើយព្រះអើយខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ អរគុណហើយណាអ្នកពស់ដើម្បីឲ្យខ្ញុំបានអរគុណអតីតប្រពន្ធពស់របស់ខ្ញុំសូមអែលសកាបន្តិចបានទេ ប្រហែលជាអ្នកនឹកឃើញបាត់ខ្លះហើយមែនទេមិនអីទេអ្នកស្ទាបស្រកាខ្ញុំចោះពស់មានក្តីស្មោះត្រង់ចោះអតីតប្តីនេះវិញនោះគឺថាមិនអញ្ចឹងទេ នេះណែ អូយឈឺណាស់ហេតុអីក៏អ្នកវាខ្ញុំបែបនេះ ជាពោះសោះមករងចាំក្តីស្នេហ៍រកអីនាងណែមកធ្វើជាចំណៃពួកយើងទៅល្អជាង មែនហើយអូនយកកបិតមកបងភ្លៀសសាច់វា បធូអើយអ្នកពិតជាមិនចេះស្កប់ស្កល់សោះអ្នកគ្មានក្តីមេត្តាដូចជាជាតិមុនដដែលខ្ញុំពិតជាស្ដាយចិត្តណាស់ ងាប់ទៅ ក្រោយសម្លាប់ពស់ហើយនោះពួកគេក៏មិនរួចខ្លួនដែររ៉ែមាសដែលនៅចិត្តខ្លួននោះស្រាប់តែខ្លាយជាពស់ទាំងអស់តែម្ដង អើយពោះច្រើនណាស់អ្នកជួយផងអ្នកណាក៏បានដែរជួយផង ជួយផងពស់ច្រើនណាស់ មិនអាចរត់រួចទេប្តីប្រពន្ធមានចិត្តបាបទាំងពីរក៏ត្រូវពស់ចឹកស្លាប់ក្នុងគ្រានោះទៅនាងពស់នាងប៉ាត់ជាចាំស្នេហ៍មនុស្សខុសហើយច្រើនជាតិច្រើនភពមកនេះបរោះនោះមិនដែលគិតស្មោះអាណិតនាងឡើយរុក្ខទេវតាក៏បានបង្ហាញព្រះកាយចេញមក ល្វាជែងឯងហត់ហើយចូលទៅកើតនិឋានសួគ៌ចុះចំណែកនាងពស់ចូលខ្លាយជាទេពធីតាផងដែរ ទ្រង់មានបន្ទូលហើយនោះនាងពស់គ្រានោះក៏បានប្រែជាទេពធីតាដ៏ស្អាតមួយអង្គសូមថ្វាយបង្គំលោករុក្ខទេវតា ទ្រង់មានបុណ្យច្រើនណាស់ចូលទ្រង់ទៅកើតនិឋានសួគ៌ចុះកុំខ្វល់ពីបរោះដែលមានចិត្តបាបនេះអី ខ្ញុំម្ចាស់សូមអរព្រគុណហើយខ្ញុំម្ចាស់មិនចាំស្នេហ៍បរោះមានចិត្តបាបទៀតទេដល់ពេលហើយទេពធីតាតោះយាងទៅឋានសួគ៌ទៅព្រះពោបាត់ហើយលវិជែកដល់ឆ្លែតសូមថ្វាយបង្គំលាព្រះពោ ចូលយាងទៅចុះ នាងពស់អស់កម្មបានកើតនាទីដ៏សុខស្ងប់ចំណែកប្តីប្រពន្ធចិត្តបាបវិញនោះក៏កើតចាស់ឈឺស្លាប់ព្រមទាំងក្រីក្រជាច្រើនជាតិរហូតផុតកម្មផងដែរ